ចាស់សូមជម្រាបសួរពុកម៉ែបងប្អូនចាសូមអញ្ជើញពុកម៉ែបងប្អូនចាទៅទស្សនាប្រាសាទថ្មីមួយទៀតហើយចាដែលប្រាសាទនេះស្ថិតនៅភូមិដូនអ៊ុនឃុំដូនកែវស្រុកពួកខេត្តសៀមរាបចាដែលមានចម្ងាយប្រហែល30គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបចាប្រាសាទនេះគឺស្ថិតនៅក្នុងបរិវេណវត្តនាមរូបចាហើយប្រាសាទនេះគឺសាងសង់អំពីថ្មភក់មានប្រាង្គ3រត់ត្រង់គ្នាប៉ុន្តែបច្ចុប្បន្នប្រាង្គពីរសងខាងគឺបានបាក់រលំអស់ទៅហើយចានៅសល់តែគ្រឹះខាងក្រោមតែប៉ុណ្ណោះចាហើយចំណែកនៅប្រាង្គកណ្ដាលគឺនៅមានរូបរាងនៅឡើយគឺបាក់តែផ្នែកពាក់កណ្ដាលតែប៉ុណ្ណោះចានៅពាក់កណ្ដាលទៀតអាចឲ្យយើងមើលឃើញនៅចាតួនៃប្រាសាទនិងចម្លាក់ក្បាច់នានានៅលើប្រាសាទចាហើយប្រាសាទនាមរូបនេះដែរគឺកសាងឡើងនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី7ហើយបើតាមការសន្និដ្ឋានប្រាសាទនេះប្រហែលជាកសាងឡើងនៅចុងសតវត្សទី12និងដើមសតវត្សទី13ចាហើយកត្តាដែលធ្វើឲ្យប្រាសាទរងនៅការបាក់បែកខូចខាតគឺបណ្ដាលមកពីកត្តាជាច្រើនចាដូចជាកត្តាធម្មជាតិកត្តាអាយុកាលនិងធំបំផុតគឺកត្តាមនុស្សចាដែលកោះរំលើងរលំប្រាសាទដើម្បីរកនៅវត្ថុមានតម្លៃនៅបាតនៃប្រាសាទចាហើយប្រាសាទនេះដែរក៏មិនសូវមានបងប្អូនណាគាត់អញ្ជើញមកទស្សនាទេចាគឺមានតែអ្នកស្រុកអ្នកភូមិដែលនៅចិត្តម្ដុំហ្នឹងចាគាត់ចូលមកលេងចំណែកអ្នកពីចម្ងាយគឺមិនសូវមានអ្នកមកទស្សនាប្រាសាទមួយនេះទេចាដោយសារតែប្រាសាទនេះគឺនៅឆ្ងាយពីខេត្តសៀមរាបនិងបងប្អូនខ្លះគាត់មិនបានស្គាល់ថានៅទីតាំងនេះមានប្រាសាទបុរាណទេចាតាមដែលយើងមើលទៅជាក់ស្ដែងគឺប្រាសាទដូចជាមិនទាន់ទទួលបាននៅការជួសជុលនៅឡើយទេចាសង្ឃឹមថាក្នុងពេលឆាប់ប្រាសាទមួយនេះនឹងទទួលបាននៅការជួសជុលចាដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិឲ្យអញ្ជើញមកទស្សនាចាប្រសិនបើពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ចង់មកទស្សនាប្រាសាទនាមរូបនេះពុកម៉ែបងប្អូនអាចឆែកតាម Google Map ចាឬក៏ពុកម៉ែបងប្អូនអាចជិះមកស្រុកពួកដើម្បីរកវត្តនាមរូបចាព្រោះប្រាសាទនេះគឺស្ថិតនៅក្នុងវត្តនាមរូបផ្ទាល់តែម្ដងចាអរគុណច្រើនពុកម៉ែបងប្អូនវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាទស្សនាវីដេអូរបស់នាងខ្ញុំចាសូមពុកម៉ែបងប្អូនជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាដើម្បីទទួលបាននៅវីដេអូថ្មីៗជាបន្តបន្ទាប់ទៀតហើយប្រសិនបើពុកម៉ែបងប្អូនមានពេលវេលាអាចមកទស្សនាផ្ទាល់បានចាសូមអរគុណចាសូមជម្រាបលា